ជំរាបសួរអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះលោកគ្រូនឹងបន្តកែនៅរមាំងទី2សម្រាប់វីដេអូទី2សម្រាប់ថ្ងៃទី2គឺយើងមានលំហាត់រមាំងទី2គេឲ្យ1លើ a បូក1លើ b បូក1លើ c ស្មើ2និង a បូក b បូក c ស្មើ a b c គេឲ្យយើងស្រាយថា1លើ a ការ៉េបូក1លើ b ការ៉េបូក1លើ c ការ៉េស្មើ2អូខេហ្នឹងហើយអញ្ចឹងយើងទៅមើលលំហាត់នឹងទាំងអស់គ្នាមកយើងយកលំហាត់រមាំងលេខ2មកធ្វើការកែឲ្យអ្នកទាំងអស់គ្នាមើលអូខេតោះឥឡូវយើងមើលលំហាត់រមាំងលេខ2ហ្នឹងគឺគេត្រូវការ1លើ a ការ៉េបូក1លើ b ការ៉េបូក1លើ c ការ៉េស្មើនឹង2អ្វីដែលយើងមានគឺយើងមាន1លើ a បូក1លើ b បូក1លើ c ស្មើ2អញ្ចឹងយើងមានអានេះដែលជាសមាតកម្មយកសមាតកម្មនេះលើកជាការ៉េបាទយើងលើកអង្គសងខាងជាការ៉េពីព្រោះគោលដៅយើងចង់បានការ៉េណាយើងលើកអង្គសងខាងជាការ៉េនេះ2ការ៉េពេលដែលយើងផលិតអង្គទី1ទៅគឺបាន1លើ a ការ៉េបូកឲ្យ1លើ b ការ៉េបូក1លើ c ការ៉េបូកឲ្យ2ដងបាទ1លើ ab បូក2ដង1លើ ac បូកឲ្យ2ដង1លើ bc ស្មើនឹង4អញ្ចឹង1លើ a ការ៉េបូក1លើ b ការ៉េបូក1លើ c ការ៉េបាទនេះយើងចាប់2ដងជាកតាទៅហើយយើងយកភាគបែងរួមមកវាគឺ abc ភាគបែងរួម abc អញ្ចឹងយើងអាចទាញបានបាទនេះគឺយើងមាន ab អញ្ចឹងវាខ្វះ c ណាអានេះគឺ ac វាខ្វះ b អញ្ចឹងយើងគុណនឹង b អានេះយើងគុណនឹង a បាទស្មើ4អូខេបន្តមកទៀតគឺដោយយើងស្គាល់ថា a បូក b បូកឲ្យ c ស្មើនឹង a bc ណាសមាតកម្មខាងលើអញ្ចឹងយើងយកអាហ្នឹងយកមកជំនួសចូលអាលើនេះទៅយើងបាន1លើ a ការ៉េបូក1លើ b ការ៉េបូក1លើ c ការ៉េបូកឲ្យ2ដង a bc លើ a bc ស្មើនឹង4បាទអញ្ចឹងយើងសម្រួល a bc លើ a bc ចោលទៅវានៅសល់2បាទនៅសល់2អញ្ចឹងអា2ហ្នឹងយើងអាចបោះវាទៅអង្គទី2ទៅគឺបាន4 12ស្មើ2គេឲ្យយើងស្រាយថានឹងស្មើ2ឲ្យវាពិតណាឥឡូវយើងបានស្រាយថាវាស្មើ2ពិតមែនហ្នឹងហើយសង្ឃឹមថាការស្រាយបញ្ជាក់នេះអ្នកនរគ្នាមើលយល់ហើយបើសិនជាមានចម្ងល់អាចខមមិនសួរបានហើយយើងនឹងបន្តនៅវីដេអូរបស់យើងនៅរមាំងលេខ3បន្តទៀតនៅវីដេអូក្រោយបាទអូខេអញ្ចឹងអរគុណយើងជួបគ្នានៅវីដេអូក្រោយ